រឿងកាន់តែធំហើយប្រពន្ធលោកផ្កាយពីគង់វុធីថានឹងចាត់ការលោកផៃវណ្ណៈបែបនេះនៅថ្ងៃទី30 ខែតុលាឆ្នាំ2025នេះលោកផៃវណ្ណៈបានធ្វើការបង្ហោះសារនៅលើគណនី Facebook ផ្លូវការរបស់លោកដែលមានខ្លឹមសារបែបនេះថាប្រពន្ធពីមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថានៅព្រឹកថ្ងៃទី30 ខែតុលាឆ្នាំ2025លោកឧត្តមសេនីយ៍តូគង់វុធីអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចូលខ្លួនបំភ្លឺដល់ក្រុមប្រឹក្សាវិន័យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មពាក់ព័ន្ធនឹងករណីយកលុយជនរងគ្រោះ$2 លានដើម្បីរត់ការងារមិនបានសម្រេចមិនប្រគល់លុយជូនជនរងគ្រោះវិញទេលោកឧត្តមសេនីយ៍តូគង់វុធីបានបដិសេធមិនបានឆោបបោកជនរងគ្រោះដោយសារព័ត៌មានផ្សាយទេតែបានទទួលស្គាល់ថានៅខ្វះលុយជនរងគ្រោះប្រមាណ$2 លានពិតប្រាកដមែនជនរងគ្រោះនឹងចូលបំភ្លឺនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយកឯកសារជាភស្តុតាងទៅជាមួយផងប្រភពដដែលបានដឹងទៀតថានៅរសៀលថ្ងៃទី30 ខែតុលាឆ្នាំ2025នេះអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃក៏បានអញ្ជើញលោកឧត្តមសេនីយ៍តូគង់វុធីទៅបំភ្លឺផងដែរពាក់ព័ន្ធនឹងករណីខាងលើនេះរឿងរ៉ាវកាន់តែធំហើយដោយនៅក្នុងនោះលោកផៃវណ្ណៈបានបញ្ជាក់បន្តទៀតថាប្រពន្ធរបស់លោកឧត្តមសេនីយ៍តូគង់វុធីឈ្មោះលោកស្រីពេជ្រពិសីបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook របស់លោកស្រីដោយបញ្ជាក់នៅខ្លឹមសារថាលោកផុសបំផុលរឿងមិនពិតលោកនឹងជួបមេធាវីចុះធ្វើការតាមនីតិវិធីយីសុទ្ធតែធ្វើការតាមនីតិវិធីណាបង្រៀនប្តីលោកស្រីឲ្យដើរបោកប្រាស់គេយកលុយញើសឈាមគេទៅចាយហាយសូស្មានតែរួចពីសំណាញ់ច្បាប់មែនចង់ប្តឹងមកខ្ញុំកំដរលោកស្រីដល់ទីបញ្ចប់ប្រឹងរកលុយសងជនរងគ្រោះទៅលោកស្រីកុំចំណាយពេលប្តឹងអ្នកកាសែតក្រដាស់មិនអាចខ្ចប់ភ្លើងបានទេនៅមានតបាទនេះគឺជាខ្លឹមសារទាំងស្រុងដែលលោកផៃវណ្ណៈបានធ្វើការបង្ហោះនៅលើគណនី Facebook Page ផ្លូវការរបស់លោកនៅថ្ងៃនឹងតែម្ដងគឺថ្ងៃទី30 ខែតុលាឆ្នាំ2025នៅក្នុងនោះលោកផៃវណ្ណៈបានបញ្ជាក់ថានៅមានន័យថាសាច់រឿងនេះមិនទាន់បញ្ចប់នៅឡើយនោះទេរឿងរ៉ាវយ៉ាងណាបន្តទៀតនៅពេលដែលមានព័ត៌មានក៏ដូចជាអ្វីដែលថ្មីដែលពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍តូគង់វុធីនេះយើងខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាជ្រាបបន្ថែមបន្តទៀតសូមអរគុណ